អ្នកនាំពាក្យរដ្ឋបាលខេត្តច្រកព្រំដែនអន្តរជាតិនិងច្រកតំបន់ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបងគិតត្រឹមថ្ងៃទី3ខែមិថុនាឆ្នាំ2025នេះមានដំណើរការជាធម្មតាអភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងលោកសឿមប៊ុនរិទ្ធបានបញ្ជាក់យ៉ាងដូចនេះថាស្ថានភាពនៃការធ្វើចរាចរណ៍ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកតំបន់ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបងមានដំណើរការល្អជាធម្មតាមិនមានអ្វីប្រែប្រួលនោះឡើយក្រោយពីការប៉ះទង្គិចរវាងកងទ័ពកម្ពុជានិងថៃនាពេលកន្លងថ្មីៗមកនេះបើតាមការផ្តល់ព័ត៌មានទៅតាមប្រព័ន្ធអេឡិចត្រូនិក Telegram របស់លោកមកកាន់ក្រុមការងារប្រចាំខេត្តបាត់ដំបងនារសៀលថ្ងៃទី3ខែឧសភាឆ្នាំ2025នេះលោកសឿមប៊ុនរិទ្ធបានបញ្ជាក់ថាសម្រាប់ខេត្តបាត់ដំបងដែលមានព្រំប្រទល់ជាប់នឹងខេត្តនៃប្រទេសថៃមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន2គឺច្រកទ្វារព្រំដែនអន្តរជាតិដូងស្ថិតក្នុងស្រុកគំរៀងនិងច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីគីឡូលេខ13ស្ថិតក្នុងស្រុកសំពៅលូននិងមានច្រកទ្វារព្រំដែនចំនួន3គឺច្រកទ្វារតំបន់ព្រំដែន400ស្ថិតនៅស្រុកសំឡូតច្រកទ្វារព្រំដែនតំបន់នៅស្រុកគំរៀងនិងច្រកទ្វារតំបន់ព្រំដែនអូរំដួលនៅស្រុកភ្នំព្រឹកគឺមានដំណើរការជាធម្មតាលោកអភិបាលរងខេត្តបាត់ដំបងសៀមប៊ុនរិទ្ធបានបញ្ជាក់បន្ថែមទៀតថាសកម្មភាពនៃការចេញចូលរបស់ប្រជាពលរដ្ឋក៏ដូចជាសកម្មភាពនៃការដឹកជញ្ជូនដោះដូរទំនិញទៅវិញទៅមកគឺមានសភាពធម្មតាមិនមានអ្វីប្រែប្រួលនោះទេហើយក៏មិនមានការបិទច្រកព្រំដែននោះដែរជីវភាពនៃការចេញចូលរបស់ប្រជាពលរដ្ឋមានជាធម្មតាដូចសពដង